នេះគឺជាបទចម្រៀងមួយក្នុងចំណោមបទចម្រៀងជាច្រើនដែលយើងបានដកស្រង់និងសម្រិតសម្រាំងសម្រាប់កម្មវិធីដ៏ពិសេសដែលដើម្បីសន្តិភាពអញ្ចឹងមិនមែនមានតែបទចម្រៀងមួយបទនេះទៀតទេបើមិនមែនមានបទចម្រៀងមួយបទនេះទេយើងមានបទចម្រៀងបន្តទៀតជាមួយក្រុមការងារនឹងផ្ដល់ជូននៅបទអ្វីសូមបន្តស្ដាប់កំសាន្តទៀតបាទបងប្អូនលើកទង់ជាតិខ្មែរក្រវីទាំងអស់គ្នាដើម្បីបង្ហាញចន្ទៈខ្មែរតែមួយស្មារតីតែមួយកម្ពុជាត្រូវការសន្តិភាពលាប់បកាលរីករាលដាលនិងអភិវឌ្ឍគ្រប់វិស័យយើងចាំឃើញប្រទេសកម្ពុជារបស់យើងបានទទួលបានការអភិវឌ្ឍគ្រប់វិស័យជាបន្តទៀតតាមរយៈមលុបសន្តិភាពទង់ជាតិរុកប្រាសាអនដែតនៅលើវេសោះបញ្ចាំងឲ្យខ្មែរដឹងថាជាខ្មែរមានឈ្មោះល្បាញល្បីមរតងនៃមហានគរវងថ្លៃថ្លាជាងជ័យចាំងរឹកក្នុងប្រវត្តិថ្មីពេញទាំងកភ័ណ្ឌមនុស្សជាតិថែមទៀតសម័យใดដែលចូលក្រោកឈរឡើងយើងរួមគ្នាស្មារតីស្មារួមចិនតែមួយជាត្រូវការរូបពួងយើងហើយគុំកន្តើយយុវជនប្រុសស្រីเราមកទៅនៃនយោបាយឈ្នះកម្ពុជាត្រូវការសន្តិភាពរឿងបានដោយសារកម្លាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាត្រូវបង្ហាញឲ្យពិភពលោកទាំងមូលបានឃើញថាពួកយើងរួមគ្នាបានសុខសេងសាយុវជនសទ្រូប្រឹងប្រែងស្រស់គ្នាគ្រប់ប្រាមុតនឹងភាពជាតិនឹងបានឈរឈ្មោះលើដែនសង្គមយើងក៏បុណ្យខ្មែរត្រូវតែបន្តរក្សមរតកគេពីដូនតាអង្គកុំបីរល្បីល្បាញថែមទៀតសម័យใดដែលចូលក្រោកឈរឡើងយើងរួមគ្នាស្មារតីស្មារួមចិនតែមួយជាត្រូវការរូបពួងយើងហើយគុំកន្តើយយុវជនប្រុសស្រីត្រូវមកទៅនៃនយោបាយឈ្នះទុំជាតិឲ្យខ្ពស់ស្រាយទាំងអស់គ្នាកម្ពុជាត្រូវការសន្តិភាពឈ្នះ Harmony and Peace យុវជនហានខាយុវជនហានខាយុវជនហានខាដាច់ញ៉ារួមកងឡើងគ្នាច្រើននាវាកម្ពុជាដល់ត្រើយសុភមង្គលយើងក៏បុណ្យខ្មែរត្រូវតែខំប្រឹងក្មេងគ្មានកម្ពុជាល្បីល្បាញថែមទៀតស
សម័យใดចូលក្រោកឈរឡើងយើងរួមគ្នាស្មារតីស្មារួមចិត្តតែមួយជាតិត្រូវការរួមរួមយើងហើយគុំកន្តើយយុវជនប្រុសស្រីក្រោមអត្តន័យនយោបាយឈ្នះឆន្ទៈថាកម្ពុជាត្រូវការសន្តិភាពអង្គរកម្ពុជានេះពីយើងក៏មកលើកយកឲ្យស្លេខ្លាំងត្រូវតែលេរបស់បងប្អូនលើជុំវិញសកលលោកថាប្រទេសកម្ពុជាត្រូវការសន្តិភាពប្រជាជនកម្ពុជាពិតជាសាមគ្គីសង្គ្រាមចូលក្រោកឈរស្រីក្រោមអត្តន័យនយោបាយឈ្នះក្រោកឈរឡើងលើកទឹកចិត្តដល់គ្នាយើងគ្នាស្មារតីស្មារួមចិត្តតែមួយជាតិត្រូវការរួមរួមយើងហើយគុំកន្តើយយុវជនប្រុសស្រីក្រោមអត្តន័យនយោបាយឈ្នះកម្ពុជាសន្យាថាថ្ងៃនេះប្រើសម្លេងអស់ពីពោះបានទេកម្លាំងមានប្រមាណស្រែកដើម្បីទាមទារសន្តិភាពបានអត់កម្ពុជាត្រូវការសន្តិភាព Cambodia need peace សន្តិភាពមានតម្លៃជាអាយុជីវិតយើង Peace over war រួមសម្លេងតែមួយដើម្បីសន្តិភាព Together for peace Cambodia need peace we are one for peace បាទនេះគឺជាពាក្យស្លោកដ៏សំខាន់មែនទែនដែលបងប្អូនរបស់យើងត្រូវតែទន្ទិញហើយចូលរួមធ្វើការបង្ហាញទៅកាន់ពិភពលោកសម្លេងក្នុងនាមជាប្រជាជនពលរដ្ឋរបស់កម្ពុជារបស់យើងម្នាក់ៗគឺមានតម្លៃមែនទែនបងប្អូនដែលប្រើប្រាស់បណ្ដាញសង្គមបងប្អូនដែលប្រើប្រាស់ TikTok បងប្អូនដែលប្រើប្រាស់បណ្ដាញសង្គមផ្សេងគ្រប់កម្មវិធីទាំងអស់សូមមេត្តាបង្ហោះរូបបង្ហោះវីដេអូនៅទស្សនវិជ្ជាទាំងអស់នេះសម្លេងរបស់បងប្អូននឹងដើរតួនាទីសំខាន់មែនទែនក្នុងការបង្ហាញទៅកាន់អន្តរជាតិថាប្រជាជនកម្ពុជាកំពុងតែត្រូវការសន្តិភាពឥឡូវអ្នកទាំងអស់គ្នានិយាយតាមខ្ញុំបានអត់ព្រោះចង់បានសលេងមួយហ្នឹងដែរនិយាយពាក្យថា together for peace អូខេតោះ together for peace តើបងប្អូនទាំងអស់គ្នាឥឡូវនេះយើងត្រៀមចាប់ផ្ដើមដំណើរព្យុហយាត្រារបស់យើងដើរដើម្បីសន្តិភាពអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយដែរ Are you ready បន្តិចទៀតយើងនឹងធ្វើការរាប់ជូនហើយព្យុហយាត្រារបស់យើងនឹងចាប់ផ្ដើមដើរទៅតែម្ដងអ្នកទាំងអស់គ្នាសូមរក្សាសណ្ដាប់ធ្នាប់រក្សានូវភាពថ្លៃថ្នូររបស់យើងក្នុងនាមជាប្រជាពលរដ្ឋខ្មែរដែលតែងតែមានភាពចាស់ទុំនៅក្នុងខ្លួនទោះបីជានៅក្នុងថ្ងៃនេះយើងមានការជួបជុំរហូតដល់ខ្ទង់ម៉ឺនអ្នកយ៉ាងណាក្តីប៉ុន្តែយើងត្រូវតែនៅតែប្រាប់ពិភពលោកថាប្រជាជនកម្ពុជាគឺមានភាពទន់ភ្លន់រុះរាយរាក់ទាក់មានសណ្ដាប់ធ្នាប់ជានិច្ចបាទសម្លេងរបស់បងប្អូននៅក្នុងថ្ងៃនេះដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ការបង្ហាញទៅកាន់ឆាកអន្តរជាតិនិងបង្ហាញទៅកាន់ប្រទេសជុំវិញពិភពលោកអញ្ចឹងបងប្អូនសូមត្រៀមកម្លាំងណាស់ហើយដើរទៅកុំភ្លេចលើកទង់ជាតិរបស់យើងកវីហើយស្រែកនៅពាក្យស្លោកជ័យគោរបស់យើងទាំងអស់គ្នាបាទអរគុណច្រើនខ្ញុំនឹងបញ្ជាក់ជូនថានៅពេលណាដែលយើងចាប់ផ្ដើមហើយអ្វីដែលជាសញ្ញានៃការចាប់ផ្ដើមរបស់យើងគឺយើងនឹងរាប់ថយក្រោយ5 4 3 2 1តែយើងអត់ទាន់ឥឡូវទេណាហើយគាត់ជាសញ្ញានៅពេលដែលយើងរាប់ថយក្រោយយើងរាប់ទាំងអស់គ្នាហើយយើងចាប់ផ្ដើមក្បួនតែម្ដងការធ្វើដំណើររបស់បងប្អូនទាំងអស់គ្នាដើម្បីសន្តិភាពយើងដើរមួយសប្បាយរីករាយស្នាមញញឹមថតរូបអនុស្សាវរីយ៍បង្ហោះកុំភ្លេចប្រើ hashtag ដើរដើម្បីកម្ពុជាបាទហើយភាសាអង់គ្លេសបាទសំទោសដើរដើម្បីសន្តិភាពហើយនឹងភាសាអង់គ្លេសMarch for peace បាទជាការពិតណាស់អញ្ចឹងបងប្អូនរបស់យើងចូលរួមទាំងអស់គ្នាណាថ្ងៃនេះ
គឺជាការបង្ហាញនៅភាពសាមគ្គីខ្មែរតែមួយខ្មែររួមគ្នាបាទទៅកាន់ពិភពលោកដើម្បីបាទចង់បង្ហាញថាបេះដូងរបស់ប្រជាជនកម្ពុជានៅក្នុងពេលនេះគឺត្រូវការសន្តិភាពយើងចង់ឃើញប្រជាជនកម្ពុជារបស់យើងគឺរស់ជួបជុំគ្រួសារជុំពុកម្ដាយជុំបងប្អូនជុំក្រុមគ្រួសារបាទជួបទៅកាន់ផ្ទះសម្បែងដ៏កក់ក្ដៅរបស់គាត់វិញជាពិសេសគឺកូនតូចបានទៅសាលាក្រេបនៅចំណេះដឹងជាបន្តចឹងសម្លេងរបស់បងប្អូនពិតជាសំខាន់មែនទែនក្នុងការបង្ហាញទៅកាន់ពិភពលោកសូមចូលរួមទាំងអស់គ្នាមួយទៀតបងប្អូនទាំងអស់គ្នាឥឡូវនេះជួហយាត្រារបស់យើងកំពុងតែត្រៀមចាប់ផ្ដើមចេញដំណើរត្រូវការចូលរួមពីពុកម៉ែបងប្អូនទាំងអស់គ្នាយើងខ្ញុំទាំងអស់គ្នានៅលើវេទិកានេះជឿថាសម្លេងមួយនេះឮទៅដល់ម្ដុំផ្សាររាត្រីចាអញ្ចឹងត្រូវការឲ្យក្បួនដំណើររបស់យើងដើរមួយយឺតហើយម្នាក់លើកទង់ជាតិឡើងកវីចាបែបនេះដើម្បីឲ្យពិភពលោកទាំងអស់គ្នាបានឃើញពីភាពស្រស់ស្អាតនៅក្នុងទឹកដីអច្ឆរិយៈរបស់យើងមួយនេះហើយជាពិសេសបានឃើញនៅទឹកចិត្តដ៏បរិសុទ្ធរបស់បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងដែលពួកយើងទាំងអស់គ្នាពិតជាស្អប់សង្គ្រាមពួកយើងត្រូវការតែសន្តិភាពតែប៉ុណ្ណោះចាអញ្ចឹងសូមអ្នកទាំងអស់គ្នាចូលរួមសហការចាដោយសន្តិវិធីរបស់យើងពីព្រោះថាឥឡូវនេះក្រុមការងាររបស់យើងកំពុងតែរៀបចំនៅលើដងផ្លូវចាអញ្ចឹងអ្នកទាំងអស់គ្នាដែលនៅលើការឡាននេះអាចចូលបន្តក្បួនរបស់យើងការចូលរួមចំណែកទាំងអស់នេះធ្វើឲ្យទំហំនៃការដើររបស់យើងកាន់តែមានប្រវែងវែងក៏ជារូបភាពមួយដែលកាន់តែល្អដូចគ្នាដែរតោះឥឡូវត្រៀមណាខ្ញុំចាំសញ្ញាពីក្រុមការងារដើម្បីផ្ដល់មកពួកយើងទាំង3នាក់នឹងរាប់ថយក្រោយជាមួយបងប្អូនអស់តោះមករាប់គ្នា5 4 3 2 1ចាប់ផ្ដើមដើម្បីសន្តិភាពកម្ពុជាត្រូវការសន្តិភាព Cambodia need peace ស្រ័យទាំងអស់គ្នាសំឡេងរបស់បងប្អូននឹងឮជុំវិញពិភពលោកស្រ័យឲ្យអស់ពីកម្លាំងធម៌ពលបងប្អូនណាមានកម្លាំងប្រមាណស្រ័យឲ្យអស់ទាំងអស់គ្នាដើម្បីប្រទេសរបស់យើងដើម្បីជន់ពិសេសសំឡេងតងជាតិកម្ពុជារបស់យើងទាំងគ្នាទងជាតិខ្មែរស្នេហាពងសាវតាពួនពងរំថាខ្លាចនោណបាទសូមដើរមួយលើកទងជាតិនៃប្រជាជាតិកម្ពុជាឲ្យខ្ពស់កម្ពុជាត្រូវការសន្តិភាព Cambodia need peace ជាទីមរំនៃលោកផងគ្នាទងជាតិខ្មែរសំឡេងទងជាតិទាំងអស់គ្នានៃសៃមកអ្នកនៅទីណាអិនប្រៃជាតិខ្មែរវត្តធម៌ចំណាំសូមបង្ហាញនូវឆន្ទៈដ៏មោះមុតការចូលរួមយ៉ាងឃ្លាវខ្លានៅក្នុងនាមជាប្រទេសកម្ពុជារបស់យើងដែលមានប្រជាជនបាទមានបេះដូងស្មោះស្ម័គ្រក្នុងការបង្ហាញទៅកាន់អន្តរជាតិថាប្រទេសកម្ពុជារបស់យើងពិតជាស្រឡាញ់នូវសន្តិភាព Cambodia need peace ជ័យយោប្រជាជាតិកម្ពុជាដោយសារយើងជាសាមគ្គីគ្នាព្រួយដៃគ្នាឡើងមិនអើយក៏សាំជាណាពីវ៉ាន់ក្រុមគ្រាព្រោះយើងគ្រប់គ្នាសុទ្ធតែមានបេះដូងជាខ្មែរបាទសូមបងប្អូនប្រើសម្លេងរបស់បងប្អូនឲ្យអស់លទ្ធភាពណាបងប្អូនហើយកុំភ្លេចបង្ហោះរូបភាពវីដេអូ hashtag បាទ March for Peace ដើរដើម្បីសន្តិភាពទាំងអស់គ្នាសម្លេងរបស់បងប្អូនពិតជាសំខាន់មែនទែនសម្រាប់ការបង្ហាញទៅកាន់ឆាកអន្តរជាតិសម្លេងរបស់បងប្អូនប្រជាជនកម្ពុជាគ្រប់រូបគឺត្រូវតែបង្ហាញទៅកាន់ឆាកអន្តរជាតិថាប្រទេសកម្ពុជាត្រូវការសន្តិភាពយើងត្រូវការរស់ជុំក្រុមគ្រួសារយើងត្រូវការឲ្យជនភៀសខ្លួនរបស់យើងត្រឡប់ទៅកាន់ផ្ទះសម្បែងយើងត្រូវការកូនខ្មែរបានចូលសាលារៀនវិញចូលរួមទាំងអស់គ្នាសំថំលើវេហារួមមានក្សត្រាឈាមលំត្រឆៃទូទាំងរដ្ឋាមង្គលសេរីក្មេងចាំងប្រុសស្រីជួងតែក្តីសុខលើកតុងជាតិឡើងកវីទាំងអស់គ្នា Cambodia need peace រួមគ្នាថែមរំដងដូនតាជា
ជាតិអភិវឌ្ឍក្រុមគ្រាព្រោះយើងគ្រប់គ្នាសុទ្ធតែមានបេះដូងជាខ្មែរព្រោះយើងគ្រប់គ្នាសុទ្ធតែមានបេះដូងជាខ្មែរ ជ័យយោព្រះរាជាណាចក្រកម្ពុជា បាទស្នាមញញឹមការដើរដោយហានខ្លាបាទការតស៊ូរបស់ប្រជាជនកម្ពុជារបស់យើងខ្ញុំជឿជាក់ថាមិនយូរទេប្រទេសរបស់យើងនឹងទទួលបាននូវសុខសន្តិភាពយ៉ាងពិតត្រឡប់មកវិញចឹងសម្លេងរបស់បងប្អូនពិតជាសំខាន់មែនទែនបងប្អូនណាចូលរួមបង្ហោះរូបភាពបាទបង្ហោះនៅវីដេអូទាំងអស់គ្នាដើម្បីបង្ហាញទៅកាន់ឆាកអន្តរជាតិថានៅក្នុងពេលនេះប្រទេសកម្ពុជាបាទប្រជាជនកម្ពុជាគ្រប់រូបគឺពិតជាត្រូវការសន្តិភាព Cambodia need peace ទុំជាងខ្មែរស្នេហាពងសៅដាពួយពងរំថា សូមអរគុណនៅទឹកចិត្តនៃការចូលរួមរបស់បងប្អូនទាំងអស់គ្នាបាទនេះគឺជាការបង្ហាញអំពីក្តីស្រឡាញ់របស់ដល់ភពភេទរបស់កម្ពុជារបស់យើងចំពោះសន្តិភាព ជាទីមរំនៃលោកផងគ្នា អោទុំជាងខ្មែរថែដែនដីសីមានាងនៅ សូមផ្សព្វផ្សាយទៅកាន់ពិភពលោកដល់គ្នាសម្លេងរបស់ប្រជាជនកម្ពុជាពិតជាដើរតួនាទីយ៉ាងសំខាន់មែនទែនបេះដូងដ៏បរិសុទ្ធរបស់ប្រទេសកម្ពុជាយើងមានភាសាបេះដូងរួមគ្នាដែលប្រទេសកម្ពុជារបស់យើងគឺពិតជាស្រឡាញ់សន្តិភាពបើយើងចង់ឃើញនៃការរួមរស់បើជួបជុំគ្នារបស់ក្រុមគ្រួសារនៃប្រជាជនកម្ពុជាយើងចង់ឃើញកុមាររបស់ប្រទេសកម្ពុជាបានត្រឡប់ទៅកាន់សាលារៀនវិញយើងចង់ឃើញនៅប្រទេសទាំងពីរគឺបញ្ឈប់នៅភ្លើងសង្គ្រាមដូច្នេះបងប្អូនបើយើងចូលរួមដល់អស់គ្នាហើយបង្ហាញសម្លេងរបស់បងប្អូនតាមដែលអាចធ្វើបានបាទទៅកាន់ពិភពលោកដល់អស់គ្នា Cambodia need peace កម្ពុជាត្រូវការសន្តិភាព មិនអើយកុសលជាអភិវឌ្ឍក្រុមគ្រាព្រោះយើងគ្រប់គ្នាសុទ្ធតែមានបេះដូងជាខ្មែរ បងប្អូនដែលធ្វើដំណើរតាមផ្លូវទាំងអស់សូមស្រែកទាំងអស់គ្នាកម្ពុជាសន្តិភាព Cambodia need peace បាទសូមស្រែកឲ្យអស់ពីកម្លាំងណាបងប្អូននៅក្នុងថ្ងៃនេះយើងមានកម្លាំងយើងមានសម្លេងប៉ុន្មានយើងស្រែកឲ្យអស់យើងប្រើប្រាស់បណ្ដាញសង្គមដើម្បីបង្ហាញទៅកាន់ពិភពលោកទាំងអស់គ្នាថាប្រទេសកម្ពុជារបស់យើងត្រូវការសន្តិភាពយើងមិនត្រូវការសង្គ្រាមទេបាទយើងឆ្អែតចន់ហើយសម្រាប់សង្គ្រាមបានកាត់ផ្ដាច់និងបំផ្លាញភាពលូតលាស់របស់ប្រទេសកម្ពុជារបស់យើងគ្រប់យ៉ាង ជាសំថងលើវេហារួមមានក្សត្រាជាមលំត្រឆៃទូទាំងរដ្ឋាមង្គលសេរីក្មេងចាំងប្រុសស្រីជួងតែក្តីសុខយើងជាកូនខ្មែររួមគ្នាថែមរណាំដូនតាជាតិយើងថ្លៃថ្លាដោយសារយើងជាសាមគ្គីគ្នាព្រួនដៃគ្នាឡើង លើកតុបជើងខ្ពស់ៗទាំងអស់គ្នា ក៏សាច់ជាតិអភិវឌ្ឍក្រុមគ្រាព្រោះយើងគ្រប់គ្នាសុទ្ធតែមានបេះដូងជាខ្មែរព្រោះយើងគ្រប់គ្នា ទាំងអស់គ្នាមានបេះដូងជាខ្មែរ សុទ្ធតែមានបេះដូងជាខ្មែរ បងប្អូនសូមស្រែកឲ្យលឺទៅកាន់ពិភពលោកទាំងអស់គ្នាកម្ពុជាត្រូវការសន្តិភាព Cambodia need peace កម្ពុជាត្រូវការសន្តិភាព We need peace We are one for peace ពួកយើង
នឹងរួមគ្នាដើម្បីសន្តិភាពត្រឡប់មកវិញលោកអ្នកបានជឿច្បាស់ហើយថាប្រជាជនកម្ពុជាពិតជាស្អប់ខ្ពើមនឹងសង្គ្រាមជាទីបំផុតសង្គ្រាមបានកាត់ផ្ដាច់និងបំផ្លាញគ្រប់យ៉ាងដូច្នេះហើយប្រជាជនកម្ពុជារបស់យើងគឺត្រូវការសន្តិភាពនិងការរស់នៅជុំគ្នាលើកទង់ជាតិនៃប្រជាជាតិកម្ពុជាខ្ពស់ខ្ពស់តាមច្បាប់ភ្លេងដល់គ្នាហើយស្រែកឲ្យលឺកម្ពុជាត្រូវការសន្តិភាពអសតាដល់សេចក្តីហានក្លាហានជាទីបំផុតដើម្បីទាមទារសុខសន្តិភាពត្រឡប់មកវិញជូនប្រជាជនកម្ពុជារបស់យើង សម្រាប់សម្លេងរបស់ប្រជាជនខ្មែរប្រជាជនកម្ពុជារបស់យើងដើម្បីចូលរួមក្នុងការទាមទារសន្តិភាពប្រទេសកម្ពុជាត្រូវការសន្តិភាពយើងមិនចង់មានសង្គ្រាមបាទពីព្រោះថាសង្គ្រាមបានកាត់ផ្ដាច់និងបំផ្លាញនៃការលូតលាស់គ្រប់បែបយ៉ាងដូច្នេះបងប្អូនស្ដាយទាំងអស់គ្នាសំថំលើវេហារួមមានសន្ត្រាឈាមលំត្រជ័យចាទូតាសិកជនជាទីមេត្រីលោកអ្នកបានឃើញនេះគឺជាទស្សនវិជ្ជាផ្ទាល់ដែលយើងបានបង្ហាញជូនដល់លោកអ្នកពេលនេះគឺក្បួនដើរដើម្បីសន្តិភាព March for Peace បានធ្វើដំណើរចាក់ចេញដោយថ្មើរជើងចាប់ពីមុខផ្សាររាត្រីមាត់ទន្លេឥឡូវនេះគឺបានធ្វើដំណើរក្បាលក្បួនគឺមកដល់មុខព្រះបរមរាជវាំងចាដោយឡែកសម្រាប់កន្ទុយក្បួនវិញគឺអត់ទាន់ចេញផុតពីផ្សាររាត្រីមាត់ទន្លេទេដែលយើងអាចសន្និដ្ឋានតាមរយៈរូបភាពនេះគឺមានមហាជនគឺរាប់ម៉ឺននាក់បានចូលរួមនៅថ្ងៃនេះចំពោះការដើរដើម្បីសន្តិភាពទាំងអស់គ្នាដើម្បីសន្តិភាព March for Peace Together for Peace បាទយើងឃើញថាការចូលរួមនេះគឺគ្រប់មជ្ឈដ្ឋានតែម្ដងមានសិស្សមាននិស្សិតមានព្រះសង្ឃបាទលោកយាយលោកតាមានកុមារាកុមារីហើយអ្វីដែលកត់សម្គាល់នោះក៏មានគេហៅថាបណ្ដាអ្នកគេហៅតារាសម្ដែងបាទមានពូឃ្លៀងពូអីដែរមុននេះបាទមានពូឃ្លៀងមានអីហ្នឹងបាទចូលរួមនៅក្នុងកម្មវិធីហ្នឹងហើយពិសេសបាទក៏មានវត្តមានបាទកីឡាករកីឡាការិនីគ្រប់ប្រភេទកីឡាគេហៅថាជំរកកីឡាករកីឡាការិនី
ក៏ចូលទៅក្នុងកម្មវិធីបាទដើរដើម្បីសន្តិភាពនេះដែរបាទអញ្ចឹងយើងឃើញបាទសម្រាប់កីឡាករបាទកីឡាកានីបាទដែលចូលរួមក្នុងនោះបាទក្រុមការងាររបស់យើងមួយជ្រុងក៏បានលើកឡើងក៏ចង់ឲ្យគេហៅថាកីឡាកររបស់យើងបង្ហាញចំណាប់អារម្មណ៍បានយើងឃើញហើយកីឡាករបាល់បោះតំណាងកីឡាករផ្សេងៗទៀតដែលយើងបានជួបនោះក៏បង្ហាញពីការចូលរួមគ្រប់គ្រងបាទទៅដល់វិរៈកងទ័ពជួរមុខរបស់យើងនឹងប្រាប់ពិភពលោកថាកម្ពុជាត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមនោះទេនៅក្នុងដៃរបស់ប្រជាពលរដ្ឋចាគឺពួកគាត់កាន់នៅទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាខ្លះគឺមានកាន់នៅព្រះឆាយាល័ក្ខណ៍របស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងមាននៅរូបព្រះឆាយាល័ក្ខណ៍របស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរនិងមាននៅរូបរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងរូបរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយក៏ភ្ជាប់ជាមួយនឹងសារថាកម្ពុជាត្រូវការសន្តិភាពយើងស្រឡាញ់សន្តិភាពមានតម្លៃជាអាយុជីវិតយើងរួមសម្លេងតែមួយដើម្បីសន្តិភាពប្រជាជនយើងចង់ទៅផ្ទះវិញកូនចៅយើងចង់ទៅសាលារៀនវិញហើយក្នុងនោះក៏មាននៅការបង្ហាញមួយទៀតដែរគឺតាមរយៈជាភាសាអង់គ្លេសដែលមានជនបរទេសនេះខ្ញុំក៏សម្គាល់ថានៅក្នុងក្បួននេះគឺមានជនបរទេសក៏គាត់បានចូលរួមដែរជនបរទេសដែលគាត់កំពុងតែរស់នៅក្នុងប្រទេសកម្ពុជាខ្លះក៏គាត់ជាភ្ញៀវទេសចរមកដើរលេងកម្សាន្តកម្ពុជាគាត់ឃើញនៅចលនារបស់មហាជនយ៉ាងសម្បើមនៅក្នុងការបង្ហាញពីការដើរដើម្បីសន្តិភាពដែលបច្ចុប្បន្ននេះគឺកម្ពុជាកំពុងតែរងគ្រោះដោយសារតែសង្គ្រាមឈ្លានពានពីប្រទេសជិតខាងអញ្ចឹងកម្ពុជាចង់ផ្ញើសារទៅកាន់ពិភពលោកថាកម្ពុជាគឺត្រូវការសន្តិភាពកម្ពុជាមិនត្រូវការការប្រយុទ្ធគ្នាការប៉ះទង្គិចគ្នាដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋគឺពលរដ្ឋរងគ្រោះយ៉ាងច្រើនដែលជាសាក្សីរស់នៅក្នុងនេះគឺពួកគាត់រងគ្រោះដោយសារសង្គ្រាមបង្ហាញថាសោកនាដកម្មសង្គ្រាមធ្វើឲ្យប្រជាពលរដ្ឋត្រូវបានភៀសចេញពីលំនៅឋានរបស់ខ្លួនដែលខ្លួនទ្រាំរស់នៅមកនៅមណ្ឌលសុវត្ថិភាពមកនៅក្នុងតង់ជួបនៅការលំបាកហើយក្នុងនោះគឺកុមារតូចគឺពួកគាត់នៅក្នុងវ័យតូចដែលពួកគាត់អត់ដឹងអីទេប៉ុន្តែពួកគាត់ត្រូវមកតាមឪពុកម្ដាយរបស់ខ្លួនហើយសូម្បីតែសិស្សានុសិស្សគឺគាត់អត់អាចរៀនសូត្របានដូច្នេះហើយជាសារមួយដែលយើងចង់ឲ្យបើពិភពលោកបានឃើញនិងជំរុញឲ្យភាគីម្ខាងទៀតគឺត្រូវតែមានសុចន្ទៈនៅក្នុងការបញ្ចប់សង្គ្រាមតាមរយៈការរកសន្តិភាពសម្រាប់ប្រជាជាតិទាំងសងខាងហើយកម្ពុជារបស់យើងគឺស្រឡាញ់សន្តិភាពកម្ពុជាត្រូវការសន្តិភាពកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយការដើរព្យុហយាត្រាដើម្បីសន្តិភាពនៅថ្ងៃនេះបង្ហាញថាយើងទាំងអស់គ្នាចង់បានសន្តិភាពមិនចង់ឃើញការបំផ្លិចបំផ្លាញវិនិស្សកម្មនិងការបាត់បង់អាយុជីវិតទាំងសងខាងនោះទេបាទលោកស្រីនិងញ៉ាយជាទីមេត្រីយើងឃើញបាទសន្តិភាពពិតជាមានតម្លៃសម្រាប់មនុស្សបាទមិនថាប្រទេសណាទេគឺលើពិភពលោកតែម្ដងបាទសន្តិភាពគឺមានតម្លៃមិនអាចកាត់ថ្លៃបានសន្តិភាពគឺជាសច្ចានុមត្តគឺជាអ្វីមួយដែលជាសច្ចានុមត្តសម្រាប់ការអភិវឌ្ឍបើគ្មានសន្តិភាពកុំនិយាយពីការអភិវឌ្ឍកុំនិយាយពីកីឡាបាទហើយយើងឃើញហើយបាទអញ្ចឹងយើងឃើញបើសិនជាប្រទេសណាបាទដែលមានសង្គ្រាមនោះការអភិវឌ្ឍក៏ត្រូវបានបំផ្លាញការអភិវឌ្ឍក៏ត្រូវបានធាក់ថយបាទដោយសារតែមើលឃើញនេះហើយយើងឃើញស្ថាប័នកម្ពុជាពិភពលោកបាទ UN ក៏បានតាមរយៈបាទគេហៅថាសេចក្តីសម្រេចមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ1981ក៏បានបង្កើតនៅទិវាសន្តិភាពអន្តរជាតិឬក៏ទិវាសន្តិភាពពិភពលោកបាទមកដល់ពេលនេះគឺ44ឆ្នាំហើយបាទដែលបង្កើតតាំងពីឆ្នាំ1981ហើយតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំបាទថ្ងៃទី21ខែកញ្ញារៀងរាល់ឆ្នាំហើយឆ្នាំ2026ហ្នឹងគឺ21កញ្ញាទៀតបាទដោយមើលឃើញនេះហើយបាទហើយកម្ពុជារបស់យើងបានឆ្លងកាត់បាននៅសង្គ្រាមបាទក៏ដូចជាជួបបញ្ហាបាទជាច្រើននៅក្នុងប្រទេសដូច្នេះហើយបាទយើងអ្នកតស៊ូក៏ដូចជាថ្នាក់ដឹកនាំបាទកម្ពុជារបស់យើងបាទបានលះបង់បាទសាច់ស្រស់ឈាមស្រស់បាទដើម្បីស្វែងរកសន្តិភាពបាទដោយសារតែឃើញតម្លៃសន្តិភាពអញ្ចឹងកម្ពុជារបស់យើងក៏បានសម្រេចបង្កើតចាត់គេហៅថាទិវាសន្តិភាពសម្រាប់ជាតិណាបាទទិវាជាតិសន្តិភាពនេះគឺប្រារព្ធរៀងរាល់ឆ្នាំបាទចាប់ពីឆ្នាំទៅនឹងបាទ2024ទៅហើយរហូតដល់យើងនឹងធ្វើបន្តបន្ទាប់គឺយកថ្ងៃទី29ខែធ្នូឆ្នាំជារៀងរាល់ឆ្នាំដើម្បីប្រារព្ធនៅពិធីបាទទិវាសន្តិភាពជាតិបាទនៅព្រះរាជាណាចក្រកម្ពុជារបស់យើងបាទការ
ការដែលដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងការដែលយើងកំណត់ទិវាសន្តិភាពបាទនៅព្រះរាជាណាចក្រកម្ពុជានេះបាទដូចបានបញ្ជាក់ម្ដងហើយម្ដងទៀតបងប្អូនខ្លះអាចនឹងព្រៀបជ្រាយអាចនឹងសោកចំអកនៅការពាក្យដែលថាអរគុណសន្តិភាពតែនៅពេលដែលសន្តិភាពត្រូវបានគេមើលស្រាលសន្តិភាពត្រូវបានគេមិនអោយតម្លៃនោះតើមានអ្វីកើតឡើងជាស្ដែងដូចឃើញបច្ចុប្បន្នអញ្ចឹងបាទប្រទេសឈ្លានពានរបស់យើងថៃមិនបានអោយតម្លៃទៅលើសន្តិភាពមិនបានអោយតម្លៃទៅលើភាពសុខដុមរមណីយកម្មបាទនៅក្នុងព្រំដែនជាប់ជាមួយគ្នាគេបានធ្វើគ្រប់បែបយ៉ាងធ្វើយ៉ាងណាដើម្បីឲ្យមានសង្គ្រាមនោះវត្តមាននៃសង្គ្រាមបង្ហាញឲ្យឃើញពីអវត្តមាននៃសន្តិភាពបាទអញ្ចឹងយើងយល់ពីបញ្ហានេះហើយបាទទើបយើងឃើញហើយបាទប្រជាពលរដ្ឋរបស់យើងថ្ងៃនេះជាក់ស្ដែងបាទរាប់ម៉ឺននាក់បានដើរជាក្បួនដើម្បីបង្ហាញពិភពលោកថាកម្ពុជារបស់យើងត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមនោះទេកុមាររបស់យើងលោកតាលោកយាយរបស់យើងដែលកំពុងតែរត់គេចគ្រាប់ផ្លោងរបស់ភាគីឈ្លានពានថៃមកលើព្រះរាជាណាចក្រកម្ពុជាត្រូវការត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់បាទត្រូវការទៅចូលសាលារៀនបាទក៏ដូចជាបងប្អូនដែលធ្លាប់រងទទួលទោសនៅតាមព្រំដែនគាត់ត្រូវការដើម្បីធ្វើការប្រកបអាជីវកម្មរបស់គាត់ដូចដើមវិញបាទជឿជាក់ថាប្រទេសដែលឈានពាននឹងឲ្យតម្លៃខ្ពស់បាទទៅលើសន្តិភាពប៉ុន្តែយើងឃើញហើយតើការឲ្យតម្លៃឬមិនឲ្យតម្លៃយើងមើលឃើញជាក់ស្ដែងបាទភាគីធំនៅលើឆាកអន្តរជាតិបានចូលខ្លួនបាទមកសម្របសម្រួលរហូតបង្កើតទៅជាបទឈប់បាញ់ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពដែលមានការជ្រោមជ្រែងពីសហរដ្ឋអាមេរិកក៏ដូចជាចិនក៏ប៉ុន្តែយើងឃើញហើយភាគីថៃបានបំផ្លាញបានយកនៅការកិច្ចខិតខំប្រឹងប្រែងរបស់ចិនក៏ដូចជាសហរដ្ឋអាមេរិកត្រូវទៅជន់ឈ្លីទៅវិញតាមរយៈការមិនគោរពបាននៅលើកិច្ចបទឈប់បាញ់ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខាដោយមេដឹកនាំរបស់ខ្លួនជាមួយនឹងមេដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជាចា៎ទូតសិទ្ធិជននៅថ្ងៃនេះគណៈដែលបងប្អូនប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់កំពុងតែធ្វើដំណើរដើររួមគ្នានៅរាជធានីភ្នំពេញដើរដើម្បីសន្តិភាពទាំងអស់គ្នាដើម្បីសន្តិភាពដែលមុននេះគឺសូម្បីតែតាមសន្និសីទសារព័ត៌មានរបស់ក្រសួងការពារជាតិក៏បានបញ្ជាក់ថាកម្ពុជារងគ្រោះដោយសារតែការឈ្លានពានដោយមានការបន្តទម្លាក់គ្រាប់បែកចាបន្តមកលើមូលដ្ឋានជនស៊ីវិលស្លូតត្រង់កម្ពុជាពីសំណាក់ចាគឺយោធាថៃចាអញ្ចឹងគឺទាំងអស់នេះហើយដែលយើងឃើញថាប្រជាពលរដ្ឋកម្ពុជាសំលេងរបស់ពលរដ្ឋកម្ពុជាពេលនេះខណៈនេះរូបភាពនេះដែលបានបង្ហាញជននេះគឺយើងចង់ដង្ហើយប្រាប់ទៅកាន់ពិភពលោកជាសំឡេងតែមួយរបស់ពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជាទៅកាន់ពិភពលោកថាកម្ពុជាត្រូវការសន្តិភាពកម្ពុជាគឺជាប្រទេសដែលស្រឡាញ់សន្តិភាពកម្ពុជាតបតដោយសារកម្ពុជាការពារនៅអធិបតេយ្យភាពរបស់ខ្លួនហើយក្នុងនោះកម្ពុជាមិនអនុញ្ញាតឲ្យមានការឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាទេប៉ុន្តែការធ្វើសង្គ្រាមដ៏ឃោរឃៅប្រៃផ្សៃនឹងក្នុងរូបភាពដ៏អមនុស្សធម៌របស់គូបដិបកគូមកខាងទៀតឬក៏អ្នកដែលមានបំណងឈ្លានពាននោះគឺប្រើទង្វើកាន់តែសាហាវដោយប្រើប្រាស់នៅអាវុធធនធ្ងន់កាន់តែខ្លាំងទម្លាក់មកលើជនស៊ីវិលស្លូតត្រង់កម្ពុជាបង្កឲ្យរងរបួសក៏ដូចជាគ្រោះថ្នាក់ដល់អាយុជីវិតនិងរាប់សែនអ្នកកំពុងតែភៀសសឹកចេញពីផ្ទះសម្បែងរបស់ខ្លួនមកមណ្ឌលសុវត្ថិភាពទូរទស្សនិកជននេះជារូបភាពផ្ទាល់ដែលយើងមើលឃើញថាមានវត្តមានរបស់សម្ដេចព្រះសង្ឃនៅទាំងពីរគណៈជាសម្ដេចព្រះសង្ឃចានៃព្រះរាជាណាចក្រកម្ពុជាចារួមជាមួយនឹងមាននៅឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏ដូចជាឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំជាច្រើនរូបដែលក្នុងនាមជាប្រជាពលរដ្ឋពេលនេះដែលថ្នាក់ដឹកនាំលោកជាមន្ត្រីរាជការប៉ុន្តែក្នុងនាមជាពលរដ្ឋក្នុងនាមជាយុវជនកម្ពុជាចូលរួមនៅក្នុងក្បួនដង្ហែនេះជាមួយនឹងប្រជាពលរដ្ឋកម្ពុជាដទៃទៀតដែលកំពុងតែចូលរួមគឺមានក្មេងចាស់ប្រុសស្រីដែលមហាជនរៀបចំកម្មវិធីនៅថ្ងៃនេះមិនមានការគ្រោងទុកទេគ្រាន់តែជូនដំណឹងថានឹងមានការដើរសន្តិភាពប្រជាពលរដ្ឋមកពីគ្រប់ទិសទីខ្លះឡើងពីតាមបណ្ដាខេត្តក៏ចង់ចូលរួមនៅក្នុងព្យុហយាត្រាដ៏ធំដើម្បីសន្តិភាពនេះដើម្បីបង្ហាញឲ្យពិភពលោកបានឃើញថាកម្ពុជាត្រូវការសន្តិភាពដើរដើម្បីសន្តិភាព March for Peace ដើម្បីប្រាប់ពិភពលោកថាកម្ពុជាត្រូវការនិងចង់បាននៅសន្តិភាពយើងត្រូវការបញ្ជូនសារនេះទៅកាន់ពិភពលោកថាយើងត្រូវការយើងចង់បានសន្តិភាពដោយសុឆន្ទៈ
បាទហើយការដែលយើងនិយាយពាក្យថាសន្តិភាពនេះមិនមែនយើងមិនមានសកម្មភាពនោះទេបាទអញ្ចឹងយើងឃើញជាក់ស្ដែងបាទបងប្អូនបានឃើញហើយនៅបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋកម្ពុជារបស់យើងបាទនៅក្នុងការត្រូវការសន្តិភាពបាទយើងធ្វើគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាបាទឲ្យពិភពលោកបាទបានដឹងពីសម្លេងបាទរបស់កម្ពុជារបស់យើងបាទពីសុចន្ទៈបាទដ៏ល្អរបស់ប្រជាជនកម្ពុជារបស់យើងតាមរយៈដំណើរថ្មើរជើងបាទសន្តិភាពនេះហើយសន្តិភាពគឺសម្រាប់យើងទាំងអស់គ្នាសម្រាប់សន្តិភាពនេះគឺមានន័យគ្រប់គ្រាន់បាទឲ្យពិភពលោកសម្លឹងចាក់ខុកមកលើព្រះរាជាណាចក្រកម្ពុជាហើយដាក់សម្ពាធទៅលើប្រទេសឈ្លានពានមកលើព្រះរាជាណាចក្រកម្ពុជាបាទដើម្បីធ្វើយ៉ាងណាឲ្យបញ្ចប់បាទនៅសង្គ្រាមឈ្លានពានបាទដងងើនេះបាទអញ្ចឹងយើងឃើញបាទនេះជាអ្វីមួយដែលបាទយើងទាំងអស់គ្នាត្រូវការបាទហើយដូចបញ្ជាក់ម្ដងហើយម្ដងទៀតអញ្ចឹងបាទសន្តិភាពគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានទេបាទនៅពេលនេះបាទយើងឃើញដែរបាទគឺយើងបានបោះជំហានរួមគ្នាដើម្បីសន្តិភាពរួចមកហើយបាទហើយយើងនឹងអ្វីដែលចាប់អារម្មណ៍បំផុតគឺមានចម្រៀងបាទមុនកម្មវិធីចាប់ដើមនោះបាទក៏យើងឃើញនៅការបន្លឺឡើងនៅចម្រៀងបាទបង្ហាញពីអ្វីដែលជាភាពចំបាច់របស់កម្ពុជារបស់យើងនៅក្នុងការស្វែងរកសន្តិភាពហើយគឺជាថាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបាទពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងការប្រាប់ពិភពលោកបាទថាកម្ពុជាត្រូវការសន្តិភាពមិនមែនត្រឹមតែថ្ងៃនេះទេគឺយើងត្រូវការរៀងរាល់ថ្ងៃនិងនៅថ្ងៃខាងមុខដែរបាទប្រជាជនកម្ពុជាទាំងអស់គឺយល់ច្បាស់ពីតម្លៃសន្តិភាពហើយយើងចង់បាននូវសន្តិភាពយើងជួបជុំគ្នានៅថ្ងៃនេះដូចជារូបភាពដែលបានបង្ហាញជូនជាមួយនឹងក្បួននៃព្យុហយាត្រានេះដោយដាក់ជាភាសាអង់គ្លេសធំថា March for Peace Together for Peace ដើរដើម្បីសន្តិភាពទាំងអស់គ្នាដើម្បីសន្តិភាពប្រជាជនកម្ពុជាទាំងអស់យល់ច្បាស់ពីតម្លៃសន្តិភាពយើងចង់បានសន្តិភាពនៅក្នុងស្មារតីខ្មែរតែមួយផ្ញើសារជួបជុំថ្ងៃនេះស្មារតីខ្មែរតែមួយដែលផ្ញើសារជូនទៅដល់មនុស្សជុំវិញពិភពលោកទាំងអស់ថាយើងជាប្រជាជនកម្ពុជាហើយយើងត្រូវការតែសន្តិភាពសង្គ្រាមវាគ្មានអ្វីល្អនោះទេសង្គ្រាមគឺវាជាការបង្ហូរឈាមធ្វើឲ្យបាត់បង់នៅអាយុជីវិតហើយក៏បំផ្លិចបំផ្លាញខាតបង់មិនមែនតែបាត់បង់សម្រាប់តែទាហានទេគឺហើយអ្វីដែលយើងឃើញគឺប្រជាពលរដ្ឋគាត់ត្រូវរត់ចេញពីលំនៅឋានរបស់ខ្លួនខ្លះចេញទាំងយប់ប្រលប់ទាំងអស់ទាំងកុមារគឺគាត់ត្រូវចេញពីផ្ទះសម្បែងទៅជាមួយឪពុកម្ដាយចាគឺលឺនៅស្នូកាភ្លើងចាធ្វើឲ្យអារម្មណ៍របស់ពួកគាត់នៅដក់ជាប់រហូតនៅសំឡេងគេហៅថាគ្រាប់ផ្លោងសំឡេងកំភ្លើងចាពួកគាត់តក់ស្លុតចាហើយទាហានរបស់យើងដៃត្រូវកាន់កំភ្លើងអោបនៅក្នុងលេនដ្ឋានដើម្បីការពារទឹកដីយើងអត់ចង់បានសង្គ្រាមនោះទេហើយដូច្នេះហើយគឺយើងរួមគ្នាដើម្បីចង់បានសន្តិភាពហើយផ្ញើសារទៅកាន់ពិភពលោកដើម្បីជាការដាក់សម្ពាធក៏ដូចជាការជំរុញទៅដល់ភាគីដែលឈ្លានពានកម្ពុជាសូមងាកមករកសន្តិភាពដែលកំពុងតែធ្វើនៅសកម្មភាពអមនុស្សធម៌បំពានមកលើប្រជាពលរដ្ឋកម្ពុជាជាពិសេសគឺការបំផ្លាញទៅលើហេដ្ឋារចនាសម្ព័ន្ធនិងជនស៊ីវិលស្លូតត្រង់ហើយនេះគឺជាទស្សនវិជ្ជាមួយដែលយើងបង្ហាញជូនទៅដល់ពិភពលោកថាស្មារតីនៃការរួបរวมរបស់ប្រជាពលរដ្ឋខ្មែរសម្លេងរបស់ពលរដ្ឋខ្មែរទាំងអស់នេះមានក្មេងចាស់ប្រុសស្រីគ្រប់និកាយសាសនាមានទាំងសាសនាព្រះពុទ្ធហើយឃើញមានគ្រឹះសាសនិកចានៅក្នុងគ្រឹះសាសនាក៏ចូលរួមហើយក្នុងនោះគឺមានតាំងពីអត្តពលិកកីឡាករគ្រប់ផ្នែកមានជនពិការខ្លះគាត់ចាស់ហើយតែគាត់ចង់ចូលរួមដែលគាត់ចង់បង្ហាញទៅកាន់ពិភពលោកថាកម្ពុជារបស់យើងគឺត្រូវការសន្តិភាពហើយយើងធ្លាប់បានរៀបចំនៅកម្មវិធីបែបនេះច្រើនរួចមកហើយដែលកន្លងទៅកាលពី18មិថុនា2025គឺយើងដើរដើម្បីជាតិកាលនោះគឺគំនិតដូចតាមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាមានបងប្អូនប្រជាពលរដ្ឋដែលគាត់ចូលរួមដើរដល់ទៅ 150000 នាក់ចាដើរថ្មើរជើងកាលនោះហើយក៏កាលពីថ្ងៃទី19ខែកក្កដា2025ក៏យើងបានច្រៀងចម្រៀងជាតិរួមគ្នានៅឯពហុកីឡដ្ឋានជាតិអូឡ িম্পিক ហើយថ្ងៃនេះគឺជាគំនិតដូចដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក៏ប៉ុន្តែមកដល់ម៉ោងនេះយើងឃើញរូបភាពនេះមិនមែនជាកម្មវិធីរបស់សសយកទេជាកម្មវិធីរបស់ប្រជាជនកម្ពុជាទាំងអស់តែម្ដងដែលពួក
គាត់មករួមគ្នាដើរម្ដងទៀតនេះគឺដើរដើម្បីសន្តិភាពទាំងអស់គ្នាដើម្បីសន្តិភាពបង្ហាញទៅកាន់សន្តិភាពការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរាជធានីភ្នំពេញដើរថ្មើរជើង3គីឡូម៉ែត្រនេះមិនមែនជាការបង្ហាញសារទៅកាន់ប្រទេសផ្សេងបង្ហាញពីចលនាគេហៅថាឬសកម្មភាពណាមួយឬក៏អពើរើសអើងជាតិសាសន៍ឬបាតកម្មឯណាប្រឆាំងជាមួយនឹងប្រទេសជិតខាងយើងអត់មានបានធ្វើសកម្មភាពទាំងអស់នោះយើងធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋខ្មែរបង្ហាញទៅកាន់ពិភពលោកថាយើងត្រូវការសន្តិភាពប្រទេសកម្ពុជាត្រូវការសន្តិភាពសូមបញ្ចប់នៅសង្គ្រាមឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាការអះអាងរបស់កម្ពុជាគឺយើងត្រូវការសន្តិភាពដោយសារតែយើងធ្លាប់បានឆ្លងកាត់រួចហើយនៅសង្គ្រាមយើងយល់ពីភាពឈឺចាប់នៃសង្គ្រាមទើបយើងឈានមកដល់ថ្ងៃនេះយើងនៅតែទទូចនិងបង្ហាញទៅកាន់ពិភពលោកនៅសម្លេងរបស់ពលរដ្ឋយើងថាកម្ពុជាត្រូវការសន្តិភាពទាំងអស់គ្នាដើម្បីសន្តិភាពបាទសកម្មភាពនេះបាទយើងមិនត្រឹមតែសម្រាប់តែកម្ពុជាប៉ុណ្ណោះទេក៏បង្ហាញឲ្យឃើញថាប្រជាពលរដ្ឋកម្ពុជាចង់បានសន្តិភាពមិនត្រឹមតែប្រទេសរបស់ខ្លួនគឺទូទាំងពិភពលោកតែម្ដងបាទពិសេសក៏ជាសារមួយទៅកាន់ពិភពលោកថាត្រូវសូមបញ្ឈប់សង្គ្រាមគ្រប់ទីកន្លែងសូមបញ្ឈប់សង្គ្រាមគ្រប់ទីកន្លែងនៅក្នុងពិភពលោកបាទព្រោះថាសង្គ្រាមមិនមែនជាដំណោះស្រាយសង្គ្រាមមិនមែនជាចំណុចផ្ដើមនៃការគេហៅថាអភិវឌ្ឍឬក៏បង្កើតអ្វីដែលជាការអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយក៏ដូចជាយុវជនរបស់យើងនោះទេសន្តិភាពមានតម្លៃបាទជាអាយុជីវិតយើងបាទរួមសម្លេងតែមួយដើម្បីសន្តិភាព Peace over War បាទកម្ពុជាបានគោរពបាទយើងនិយាយពីកម្ពុជារបស់យើងបាទយើងឃើញហើយកន្លងមកបាទដូចបញ្ជាក់អញ្ចឹងកម្ពុជាបានគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់អត់ធ្មត់ទន់ភ្លន់ដោះស្រាយបញ្ហាដោយសន្តិវិធីប្រកបដោយយុទ្ធសាស្ត្របាទនិងការទូតក៏ប្រទេសកម្ពុជាឆ្អែតឆ្អន់នឹងសង្គ្រាមហើយស្គាល់ច្បាស់ពីគុណតម្លៃនៃសន្តិភាពតាមពិតទៅយើងគ្រប់គ្នាបានដឹងច្បាស់ហើយថាសន្តិភាពគឺជាពាក្យសាមញ្ញប៉ុន្តែមានអត្ថន័យដ៏ជ្រាលជ្រៅបំផុតសម្រាប់ប្រជាជាតិខ្មែរក៏ដូចជាបាទសកលលោកទាំងមូលក៏ប្រោះគ្រប់បាទគ្នានឹងពិតជាត្រូវការសន្តិភាពយ៉ាងប្រកចាក់បាទលើពីនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានរួមជាកម្លាំងចលករយ៉ាងស្រស្រាំជាធ្លុងមួយប្រកបដោយស្មារតីឆន្ទៈមោះមុតបាទពូតដៃគ្នាសាមគ្គីភាពជាកម្លាំងដ៏មហិមាបាទរួមគ្នាជាមួយរាជរដ្ឋាភិបាលការពារសន្តិភាពនិងស្រែកបន្លឺសម្លេងបាទដូចមុននេះចឹងបាទគឺគ្រប់ទិសទីថាកម្ពុជាស្រឡាញ់សន្តិភាពកម្ពុជាចង់បានសន្តិភាពនិងអរគុណសន្តិភាពបាទហើយយើងឃើញហើយបាទនេះគឺអ្វីមួយដែលយើងបាទតែងតែចង់បានគ្រប់ពេលគ្រប់កលៈទេសៈឲ្យដូចបញ្ជាក់ពីខាងដើមអញ្ចឹងបាទនេះគឺជាសារមិនត្រឹមតែសម្រាប់កម្ពុជាបាទគឺសារសម្រាប់ពិភពលោកឲ្យបានដឹងហើយសូមបញ្ចប់សង្គ្រាមគ្រប់ទីកន្លែងបាទនៅទូទាំងពិភពលោករបស់យើងបាទចាយើងឃើញនៅក្បួនជួហយាត្រាដ៏ធំដើរដើម្បីសន្តិភាពនេះនៅខាងមុខក្បួនខាងមុខនេះគឺបានដើរនៅតាមធរវិថីព្រះស៊ីសវត្តឥឡូវនេះគឺឆ្ពោះមកដល់ចិត្តដល់រង្វង់មូលសម្ដេចព្រះសង្ឃរាជជួនណាតហើយដែលនឹងឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យដែលឡែកសម្រាប់នៅកន្ទុយក្បួនវិញយើងឃើញថាអត់ទាន់ចេញផុតពីផ្សាររាត្រីនៅមាត់ទន្លេបានន័យថាប្រវែង3គីឡូម៉ែត្រនេះគឺមានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមានព្រះសង្ឃមានយុវជនរបស់យើងសិស្សនិស្សិតច្រើនណាដែលគាត់ចូលរួមនៅថ្ងៃនេះហើយក្នុងនោះខ្លះយើងអាចឃើញដឹងថាសិស្សនិស្សិតដោយសារឯកសន្តានដោយសារតែថ្ងៃនេះនៅថ្ងៃពហុទេយើងឃើញមានសិស្សនិស្សិតខ្លះគាត់ចូលរួមចាហើយនឹងមាននឹងបងប្អូនប្រជាពលរដ្ឋទូទៅចាហើយនឹងមាននៅសម្លៀកបំពាក់របស់ពួកគាត់នោះគឺអាវដែលរំលេចពណ៌ចាមានពណ៌សពណ៌ទឹកប៊ិចនិងពណ៌ក្រហមដែលជាពណ៌ដូចទៅនឹងពណ៌ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារបស់យើងនឹងដែលគាត់ចង់បង្ហាញអំពីស្មារតីនៃការរួបរวมដើរដើម្បីសន្តិភាពទាំងអស់គ្នាដើម្បីសន្តិភាពនិងបង្ហាញអំពីបេះដូងនៃប្រជាពលរដ្ឋខ្មែរដែលប្រជាពលរដ្ឋខ្មែរទាំងអស់គឺស្រឡាញ់សន្តិភាពហើយយើងជាពិសេសគឺផ្ញើការនឹករលឹកទៅដល់ប្រជាវីរៈកងទ័ពរបស់យើងដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីដែលយើងបានបង្ហាញទៅកាន់ពិភពលោកថាយើងមិនត្រូវការសង្គ្រាមទេកម្ពុជាត្រូវការសន្តិភាពហើយនេះគឺជារូបភាពសូមជម្រាបជូនដែរថានៅខាងស្ដាំដៃនោះគឺនៅខាងមុខនៃក្បួនព្យុហយាត្រាគឺបានដើរមកដល់
ចំណុចបត់មកកាន់វិធីព្រះសីហនុហើយបានន័យថាចេញពីថេរវិធីតែស៊ីសវត្តហើយឈ្មោះទៅកាន់សួនច្បារវិមានឯករាជ្យហើយរូបអមិញមិញនោះឃើញថានៅពាក់កណ្ដាលនៃក្បួនព្យុហយាត្រាគឺនៅមុខព្រះបរមរាជវាំងហើយក៏ទុយនោះគឺថានៅសួនច្បារមាត់ទន្លេចាអញ្ចឹងគឺយើងឃើញនេះគឺជាស្មារតីមួយនៃមហាគ្រួសារខ្មែរហើយមិនមែនត្រឹមតែបងប្អូនប្រជាពលរដ្ឋជនជាតិខ្មែរទេបរទេសចាដែលពួកគាត់បានមកលេងកម្សាន្តក្នុងប្រទេសកម្ពុជាឬក៏បរទេសខ្លះគាត់រស់នៅក្នុងប្រទេសកម្ពុជាគាត់ចូលរួមដែរដោយសារគាត់ដឹងពីតម្លៃនៃសន្តិភាពហើយគាត់ជឿជាក់ទៅលើប្រជាពលរដ្ឋខ្មែរដែលពលរដ្ឋខ្មែរស្រឡាញ់នៅសុខសន្តិភាពពលរដ្ឋខ្មែរត្រូវការសន្តិភាពទៅបានថ្ងៃនេះបានបញ្ចេញនៅសម្លេងមួយបង្ហាញទៅកាន់ពិភពលោកតាមរយៈការដើររួមគ្នាយើងហៅថាដើរដើម្បីសន្តិភាពចាគឺ March for Peace គឺយើងដើរដើម្បីសន្តិភាពហើយបង្ហាញថាទាំងអស់គ្នានេះធ្វើឡើងនេះគឺដើម្បីសន្តិភាព Together for Peace បាទអញ្ចឹងយើងឃើញហើយ Together for Peace បាទ March for Peace Together for Peace បាទយើងឃើញបាទមិនត្រឹមតែប្រជាពលរដ្ឋនៅក្នុងស្រុកយើងទេបាទយើងឃើញតាមរយៈប្រព័ន្ធផ្សព្វផ្សាយបាទដែលមានកន្លងមកគឺប្រជាពលរដ្ឋគ្រប់ទិសទីនៅក្នុងពិភពលោកប្រជាពលរដ្ឋកម្ពុជារបស់យើងក៏បានដើរជាក្បួនដើម្បីឲ្យពិភពលោកក៏ដូចជាឲ្យចាប់អារម្មណ៍បាទទៅលើបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងអញ្ចឹង Together for Peace មិនមែនត្រឹមសម្រាប់តែប្រជាពលរដ្ឋរបស់យើងបាទនៅក្នុងប្រទេសកម្ពុជាទេគឺក្រៅប្រទេសទៀតបាទអញ្ចឹងយើងឃើញបាទដូចខ្ញុំបញ្ជាក់មុននេះបន្តិចអញ្ចឹងបាទនៅអូស្ត្រាលីនៅវ៉ែលសេឡង់នៅអាមេរិកគឺនៅបារាំងនៅកន្លែងផ្សេងទៀតគឺសុទ្ធតែមានការរៀបចំគេហៅថាដើរជាក្បួនដូចគ្នាដើម្បីទាមទារបាទឲ្យពិភពលោកមើលក៏ដូចជាទាមទារឲ្យប្រទេសទាំងអស់នោះបានមើលពីអ្វីដែលពីប្រទេសដែលកំពុងតែបំផ្លាញសន្តិភាពនេះឯងបាទហើយពាក្យថាសន្តិភាពដូចបញ្ជាក់ពីខាងដើមដែរបាទមើលទៅសាមញ្ញប៉ុន្តែយើងឃើញហើយនៅពីក្រោយសន្តិភាពនេះមានអីខ្លះបាទដូចយើងនិយាយករណីជាក់ស្ដែងសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់យើងបាទទម្រាំនឹងយើងបានសន្តិភាពបាទដូចបច្ចុប្បន្នយើងគិតថាពី98រហូតដល់បច្ចុប្បន្នណាតើយើងត្រូវធ្វើអ្វីខ្លះបាទធ្វើអ្វីខ្លះបាទយើងឃើញបរិយបរោះរបស់យើងបាទថ្នាក់ដឹកនាំរបស់យើងលោកបានបាទលះបង់បែបណាដើម្បីស្វែងរកសន្តិភាពមកជូនយើងទាំងអស់គ្នាឲ្យយើងមានរហូតមកដល់បច្ចុប្បន្នអញ្ចឹងយើងឃើញហើយបាទសន្តិភាពរកមកដោយលំបាកចា៎បាទយុវជនយុវនារីក៏ដូចជាប្រជាពលរដ្ឋទូទៅបើមិនបានសាងសូមកុំបំផ្លាញចា៎បាទសូមនាំគ្នាធ្វើជាឆ្មាំចាំការពារថែរក្សាវត្តថែរក្សាបាទសន្តិភាពរបស់យើងបាទដែលថ្នាក់ដឹកនាំក៏ដូចជាបាទដែលបានលះបង់បាទដើម្បីស្វែងរកសន្តិភាពជូនយើងទាំងអស់គ្នាបាទអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ថាយុវជនបាទយើងនិយាយសំខាន់ភាគច្រើនយុវជនហ្នឹងហើយបាទអ្នកបន្តវេនណាបាទយុវជនបើមិនបានសាងសូមកុំបំផ្លាញបាទសូមជួយធ្វើជាឆ្មាំចាំថែរក្សាសន្តិភាពដែលរកបានដោយលំបាកចាពិតណាស់ហើយមកដល់ពេលនេះគឺឃើញថាព្យុហយាត្រាគឺបានមកដល់រំកិលម្ដងបន្តិចនៅចិត្តដល់វិមានរង្វង់មួយវិមានឯករាជ្យពីព្រោះថាយើងនឹងរៀបចំកម្មវិធីនៅសួនច្បារវិមានឯករាជ្យនេះហើយនឹងមាននៅការធ្វើដំណើរមួយជុំនៅរហូតដល់វិមានឯករាជ្យចាអញ្ចឹងគឺយើងឃើញហើយថាការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរមហាជនសាធារណជនយ៉ាងច្រើនដែលបង្ហាញជាសម្លេងទៅកាន់ពិភពលោកថាយើងត្រូវការសន្តិភាពហើយមិនមែនត្រឹមតែបងប្អូនប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេក៏មានការចូលរួមពីជនបរទេសហើយក៏ឃើញថាមានព្រះសង្ឃជាពុទ្ធសាសនាហើយក៏មាននៅពុទ្ធសាសនិកនេះខ្ញុំឃើញមាននៅគ្រឹះសាសនិកចាក៏មាននៅខាងបងប្អូនខាងមូស្លីមចាក៏គាត់ចូលរួមដែរចាឃើញចូលរួមមានច្រើនមែនតើអញ្ចឹងបានន័យថា